លំហាត់គណនា limit x ខិតជិតបូកអណ្ណននៃឫស x ការ៉េបូក2ដល់ x បូក1អញ្ចឹងប្រភេទ limit បែបនេះពេលដែលយើងជួសវាចូលទៅយើងបានរៀងបូកអណ្ណនដកអណ្ណនអញ្ចឹងដើម្បីគណនា limit ដែលជាប់ឫសបែបនេះគឺយើងត្រូវនឹកឃើញទៅដល់កន្សោមឆ្លាស់អញ្ចឹងឧបមាថាបើសិនជាយើងយកឫសx ការ៉េបូក2លើកជាការ៉េដកជាមួយនឹងx នេះលើកជាការ៉េដែរអញ្ចឹងយើងឃើញថាការ៉េមួយឫសនេះគឺអស់វានៅសល់ x ការ៉េបូក2អានេះគឺដក x ការ៉េអញ្ចឹងយើងឃើញថាដឺការ៉េដែលធំជាងគេនេះវាដកគ្នាអស់ហើយអញ្ចឹងតែកាលណាតម្រង់ដែលដឺការ៉េធំដកគ្នាអស់បែបនេះគឺយើងអនុវត្តទៅតាមវិធីគុណកន្សោមឆ្លាស់អញ្ចឹងយើងបាន limit x ខិតជិតបូកអណ្ណនអញ្ចឹងឫសខាងលើហ្នឹងគឺយើងគុណវានឹងកន្សោមឆ្លាស់ប៉ុន្តែយើងគុណតែត្រឹម x ក៏បានដែរលេខ1ហ្នឹងយើងមិនគុណក៏បានដែរយើងគុណតែកន្សោមឆ្លាស់ត្រឹម x ទៅហើយយើងសងកន្សោមឆ្លាស់គេវិញមក x ការ៉េបូក2បូក x ចំណែកឯលេខ1នេះគឺយើងយកវាបូកមកធម្មតាវិញយើងបានចូលរូបមន្តនេះ a ដក b កតា a បូក b ដែលយើងចាត់ទុកប៉ុណ្នេះគឺជា a x នេះគឺជា b នេះជា a ហើយ x នេះគឺជា b អញ្ចឹងមានន័យថាយើងចូល a ដក b កតា a បូក b យើងបង្រួមវាមកយើងបាន a ការ៉េដក b ការ៉េចំណែកឯខាងភាគបែកនេះវិញគឺយើងចាប់ផ្ដើមចាប់ដឺការ៉េធំជាកតាមកអញ្ចឹងយើងចាប់ x ការ៉េនៅក្នុងឫសសិនអញ្ចឹងវានៅសល់1បូក2លើ x ការ៉េតោះមកយើងបូក x ធម្មតាហើយបូកនឹង1limit x ខិតជិតបូកអណ្ណនអញ្ចឹងការ៉េជាមួយរើសនេះគឺដាច់យើងបាន x ការ៉េបូក2ដក x ការ៉េនៅលើអញ្ចឹង x ការ៉េនេះពេលដែលយើងចេញពីរើសមកយើងបានតម្លៃដាច់ខាតនៃ x ឬ1បូក2នៅលើ x ការ៉េហើយយើងបូក x ធម្មតាមករួចហើយយើងបូក1ដោយអញ្ចឹងដោយសារតែ x យើងនេះវាខិតទៅរកបូកអណ្ណនមានថាវិជ្ជមានអញ្ចឹងនោះតម្លៃដាច់ខាតនៃ x របស់យើងចេញមកគឺស្មើនឹង x យើងបាន limit x ខិតជិតបូកអណ្ណនចា៎នេះយើងឃើញថាភាគយកនេះ x ការ៉េដក x ការ៉េអស់បាទ x ការ៉េដក x ការ៉េនេះគឺអស់ហើយជាងយើងនៅសល់2តម្លៃដាច់ខាត x នេះវាស្មើ x អញ្ចឹងយើងចាប់ x ជាកតាហើយយើងបានឬ1បូក2លើ x អញ្ចឹង x នេះពេលចាប់ចេញយើងsẽសល់1ណាបូក1ចឹងយើងអាចជួសលេខចូលបានហើយចឹងយើងបាន2នៅលើនេះយើងជួសអណ្ណនចូលទៅអានេះ2នៅលើអណ្ណននេះគឺអានេះគឺស្មើ0អានេះស្មើ0អញ្ចឹងមានន័យថាកន្លែងនេះចេញអណ្ណនតែពេលក្នុងវងកញ្ចក់គឺយើងបានឬ1បូក1បាន2ណាហើយបូក1អញ្ចឹងមួយចំនួនលើអណ្ណនគឺស្មើ0មានន័យថា0បូក1ស្មើ1ចឹងដូចនេះ a យើងគឺស្មើនឹង1